ស្ត្រីជនជាតិចិនម្នាក់ត្រីជនជាតិថៃ4នាក់ចាប់ជំរិតនៅបាងកកដោយត្រៀមបញ្ជូនជនរងគ្រោះទៅកាន់ព្រំដែនថៃមីយ៉ាន់ម៉ាតែមិនបានសម្រេចស្ត្រីជនជាតិចិនម្នាក់ត្រូវក្រុមជនល្មើសជាបរិសុទ្ធចំនួន4នាក់ប្រើប្រាំអំពើហិង្សានិងចាប់ជំរិតចេញពីសន្តាគារមួយកន្លែងនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃទី23ខែសីហាដែលបានចងដៃស្ត្រីជនរងគ្រោះដែលបង្ខំឲ្យឡើងរថយន្តសម្ដៅទៅកាន់តំបន់ព្រំដែនថៃមីយ៉ាន់ម៉ាលឺពេលរថយន្តធ្វើដំណើរមកដល់ខេត្តកំពែងពេជ្រស្ត្រីរងគ្រោះបានសម្រេចចិត្តប្រឈមមុខនឹងគ្រោះថ្នាក់ដោយលោតចេញពីរថយន្តដែលកំពុងបើកបររួចរត់ទៅសុំជំនួយពីអ្នកស្រុកនៅក្នុងតំបន់នោះមុនពេលសមត្ថកិច្ចបញ្ជូននាងទៅព្យាបាលនៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យបន្ទាប់ពីទទួលបានការសុំជំនួយសមត្ថកិច្ចបានបើករថយន្តដេញតាមស្ទាក់រថយន្ត ម៉ាក Nissan Thina ពណ៌ខ្មៅរបស់ក្រុមជនសង្ស័យដែលបានបើករត់គេចពីចំណុចត្រួតពិនិត្យរហូតបណ្ដាលឲ្យផ្ទុះកង់រថយន្តមួយចំហៀងរបស់ជនសង្ស័យនៅក្នុងស្រុកឡានដុកម៉ៃបន្ទាប់មកសមត្ថកិច្ចក៏បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន2នាក់ឈ្មោះសុំគៀតអាយុ41ឆ្នាំនិងឈ្មោះគីតធីផនអាយុ24ឆ្នាំខណៈជនសង្ស័យ2នាក់ផ្សេងទៀតបានលោតចុះពីលើរថយន្តរត់គេចខ្លួនចូលព្រៃបាត់ស្រមោលខណៈមន្ត្រីបានស្គាល់អត្តសញ្ញាណម្នាក់ក្នុងចំណោមអ្នកដែលរត់គេចខ្លួននោះទន្ទឹមនឹងនោះជនសង្ស័យបានសារភាពថាពួកគេមានបំណងនាំស្ត្រីរងគ្រោះទៅកាន់ស្រុកម៉ៃស៊ុតក្នុងខេត្តតាក់ជិតព្រំដែនមីយ៉ាន់ម៉ាគណៈសមាជិកកំពុងសម្របសម្រួលផ្ដល់កិច្ចការពីដល់ជនរងគ្រោះនៅបន្តស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242